ទីហ៊ានភូមានិងជនជាតិភាគតិចការៀងបន្តការប្រយុទ្ធគ្នានៅជិតព្រំដែនថៃតំបន់ម៉ែហុងសនធ្វើឲ្យទីហ៊ានភូមាចំនួន5នាក់ត្រូវបានស្លាប់នៅក្បែរព្រំដែនថៃជាប់នឹងមីយ៉ាន់ម៉ានៅតំបន់ម៉ែហុងសនត្រូវបានគេចាត់ទុកថាជាតំបន់ដែលជនជាតិភាគតិចការៀងឬ KNDF រស់នៅកាលពីថ្ងៃទី11ខែមីនានេះជនជាតិភាគតិចការៀងបានប៉ះទង្គិចគ្នាជាមួយនឹងទីហ៊ានភូមានៅតំបន់ព្រំដែនម៉ែហុងសននេះការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានេះបានធ្វើឲ្យទីហ៊ានភូមាចំនួន5នាក់បានស្លាប់ប្រជាពលរដ្ឋនៅតំបន់ម៉ែហុងសនបានប្រាប់អ្នកយកសារព័ត៌មានថាពួកគាត់បានឮសំឡេងកំភ្លើងនិងការប្រយុទ្ធគ្នាពីមាត់ច្រាំងនៅប្រទេសមីយ៉ាន់ម៉ាហេតុការណ៍នេះក៏បានបង្កឲ្យពួកគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគាត់ដែលនៅជាប់ព្រំដែននេះតាមរបាយការណ៍សារព័ត៌មានបានឲ្យដឹងថាការវាយប្រហាររបស់ទីហ៊ានមីយ៉ាន់ម៉ានៅពេលនេះគឺវាយដណ្ដើមយកបន្ទាយកាដូពីក្រុមការរៀងមកវិញដោយទីហ៊ានមីយ៉ាន់ម៉ាបានប្រើប្រាស់កាំភ្លើងយន្តធុនធ្ងន់120មីលីម៉ែត្រនិងគ្រាប់រ៉ុកែតផងដែរប៉ុន្តែការវាយប្រហារមិនអាចយកប្រៀបជនជាតិភាគតិចការរៀងបាននោះទេទោះបីជាការរៀងមានការរងរបួសតិចតួចក៏ដោយតែអ្នកដែលធ្ងន់ធ្ងរគឺជាទីហ៊ានភូមាដែលរងរបួសច្រើនហើយស្លាប់ចំនួន5នាក់ក្នុងហេតុការណ៍នេះបានបញ្ជាក់ថាដំបងឡើយក្រុមទីហ៊ានភូមាបានវាយដណ្ដើមយកមូលដ្ឋានឈរជើងចំនួន6រណ្ដៅហើយត្រូវបានក្រុម KNDF វាយប្រហារទប់ទល់ធ្វើឲ្យទីហ៊ានភូមាដកថយទៅវិញទន្ទឹមនឹងនេះភាគីថៃនៅឆ្ងាយពីតំបន់នេះត្រឹមតែ 1.5 គីឡូម៉ែត្រតែប៉ុណ្ណោះពីការប៉ះទង្គិចរវាងកងទ័ពភូមានិងកងកម្លាំង KNDF កត្តានេះបានធ្វើឲ្យមន្ត្រីរដ្ឋាភិបាលមូលដ្ឋានថៃនិងក្រុមប៉ូលីសធ្វើការល្បាតតាមព្រំដែនដើម្បីពង្រឹងការពារអធិបតេយ្យភាពរបស់ថៃនិងដើម្បីកសាងទំនុកចិត្តដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាព្រំដែននេះ Dara Cambodia News